សន្និសីទយុទ្ធនាការការងារជនអន្តោប្រវេសន៍ការថ្មីនេះដែលបានបង្ហាញពីលទ្ធផលនៃការប្រឹក្សានៃបណ្ដាមជ្ឈមណ្ឌលគាំពារពលករអន្តោប្រវេសន៍ទូទាំងប្រទេសដែលមាន14សាខាកាលឆ្នាំទៅមិញបញ្ហាដែលជាការព្រួយបារម្ភជាងគេសម្រាប់ពលករបរទេសគឺបញ្ហាការមិនបើកប្រាក់ខែបើយកទៅតាមបណ្ដាការប្រឹក្សាក្នុងចំណោម7933ច្បាប់កាលឆ្នាំទៅមិញនៃសន្និសីទយុទ្ធនាការការងារជនអន្តោប្រវេសន៍ការប្រឹក្សាស្ដីអំពីការមិនបើកប្រាក់ខែដែលមានចំនួន1536ច្បាប់គឺស្មើនឹង 20% នៃការប្រឹក្សាទូទៅដែលជាចំនួនមួយដ៏ច្រើនសន្ធឹកសន្ធាប់ហើយតាមស្ថិតិដែលបានបង្ហាញអំពីការប្រឹក្សាប្រព័ន្ធអនុញ្ញាតការងារក៏មានកម្រិតខ្ពស់ផងដែរដែលស្មើនឹង1402ច្បាប់បញ្ហាការមិនបើកប្រាក់ខែភាគច្រើនតែងតែកើតមានចំពោះក្រុមហ៊ុនតូចតាចដែលមានសេដ្ឋកិច្ចមិនល្អហើយនឹងបានបញ្យល់ថាពីព្រោះតែបញ្ហានេះដែលបណ្ដាលឲ្យមានការផ្ដល់ប្រាក់ខែក្រោមគោលការណ៍មូលដ្ឋាននៃប្រព័ន្ធប្រាក់ឈ្នួលនិងមានការមិនផ្ដល់ប្រាក់ខែចំពោះប្រាក់ក្រៅម៉ោងនិងប្រាក់ម៉ោងយប់ជាដើមម្យ៉ាងវិញទៀតការប្រឹក្សាបញ្ហាតាក់ទងទៅនឹងក្រសួងអន្តោប្រវេសន៍និងមន្ទីរសុខាភិបាលផ្នែកនីមួយៗដែលមានចំនួន860ច្បាប់និង840ច្បាប់ដែលស្មើនឹង 10% ក្នុងចំណោមការប្រឹក្សាទូទៅការប្រឹក្សាបញ្ហាតាក់ទងទៅនឹងបញ្ហាស្ត្រីអន្តោប្រវេសន៍ដែលមានចំនួនតិចជាងគេគឺស្មើនឹង789ច្បាប់ជាពិសេសការប្រឹក្សាបញ្ហាស្ត្រីអន្តោប្រវេសន៍បញ្ហាភាគច្រើនគឺបញ្ហាចំនួនរវាងគ្រួសារឬបញ្ហាទាស់ទែងរវាងប្តីប្រពន្ធដែលមានចំនួន123ច្បាប់បញ្ហាឡាយលះដែលមានចំនួន132ច្បាប់ក្រៅពីនេះការប្រឹក្សាស្ដីអំពីបញ្ហាគ្រោះថ្នាក់ការងារដែលមានចំនួន398ច្បាប់ការប្រឹក្សាបញ្ហាច្បាប់ដែលមានចំនួន322ច្បាប់នេះគឺជាលទ្ធផលនៃការប្រឹក្សាបញ្ហាវិបត្តិរបស់ជនអន្តោប្រវេសន៍កាលឆ្នាំទៅមិញការមិនបើកប្រាក់ខែនឹងមានការទប់ស្កាត់និងដោះស្រាយដោយក្រុមអធិការកិច្ចការងារហើយសង្ឃឹមថានៅក្នុងឆ្នាំនេះនឹងមានការកាត់បន្ថយបញ្ហាវិបត្តិរបស់ជនអន្តោប្រវេសន៍ទាំងឡាយ